សូមគោរពទៅដល់លោកគ្រូដែលចុះកម្មសិក្សាទាំងអស់គ្នាសូមគោរពទៅដល់សិស្សនិស្សិតដែលបានចូលរួមនៅក្នុងកម្មវិធីនេះជាទីគោរពថ្ងៃនេះដែរខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងមែនទែនដែលបានចូលរួមនៅក្នុងកម្មវិធីនេះមួយនេះហើយក្នុងឱកាសនេះដែរគឺដោយលោកនាយកក៏ដូចជាក្រុមការងារបានឲ្យខ្ញុំបង្ហាញចំណាប់អារម្មណ៍ចំពោះលោកគ្រូអ្នកគ្រូដែលបានចុះមកកម្មសិក្សានេះចំពោះខ្ញុំបាទជាសិស្សថ្នាក់ទី12មិនមែនប៉ុន្តែអត់សូវបានចូលរួមក្នុងដោយលោកគ្រូអត់សូវបានចូលរួមបង្រៀនថ្នាក់ទី12ទេប៉ុន្តែជាក់ស្ដែងកាលពីខ្ញុំរៀនថ្នាក់ទី11ឆ្នាំមុនថ្នាក់ទី11ដោយមានលោកគ្រូអ្នកគ្រូក៏បានកម្មសិក្សាមានទាំងគណិតវិទ្យាមានទាំងភាសាអង់គ្លេសមានទាំងផែនដីនេះបើសិនជាចំណាប់អារម្មណ៍ចំពោះខ្ញុំក្នុងការរៀនសិក្សាជាមួយលោកគ្រូអ្នកគ្រូការបង្រៀនរបស់គាត់គឺពិតជាគេហៅថាមានសក្តានុពលហើយមានបច្ចេកទេសផ្លែកក្នុងការបង្រៀនដល់ដូចគ្រូយើងចាស់ពីមុននេះកន្លែងនេះចង់បានសេចក្តីថាគ្រូពីមុនគឺគាត់បង្រៀនបែបបច្ចេកទេសពីមុនរបស់គាត់ចឹងតែប៉ុន្តែគ្រូបែបចុះកម្មសិក្សាថ្មីនេះគាត់បង្រៀនមានបច្ចេកទេសល្អជាងគ្រូមុនឲ្យមានកម្មវិធីចង់និយាយថាមេរៀនដែលគាត់បង្រៀននេះគឺលក្ខណៈថាគេអាប់ដេតថ្មីគឺវាល្អជាងបុរាណហើយក្នុងនោះទៀតមានទាំងយើងឃើញជាក់ស្ដែងថាការបង្រៀនទី11នេះគឺគាត់មានជាក់ស្ដែងជាការបញ្ចាំងស្លាយការបញ្ចាំងស្លាយក៏ងាយស្រួលនៅក្នុងការសោះយល់វិញទៀតការងារក្រុមរបស់លោកគ្រូអ្នកគ្រូគាត់បានរៀបចំការងារក្រុមរបស់សិស្សសានុសិស្សដែលគាត់រៀនហ្នឹងគឺមានការចូលរួមសកម្មច្រើននៅក្នុងការរៀនសូត្រនៅក្នុងថ្នាក់រៀនប៉ុន្តែទោះជាយ៉ាងណាក៏ពួកគាត់ស្ថិតក្រោមការណែនាំរបស់លោកគ្រូចាស់ឲ្យគ្រូចាស់គឺថាគ្រូថ្មីគាត់ល្អមែនប៉ុន្តែគ្រូចាស់ក៏ស្គាល់ផ្លូវជាការគ្រូថ្មីគាត់បច្ចេកទេសថ្មីប៉ុន្តែគ្រូចាស់ក៏ស្គាល់ផ្លូវគាត់ដឹងរបៀបនៃការបរៀនហើយអ្វីដែលខ្ញុំឃើញពេលខ្លះគ្រូថ្មីហ្នឹងគាត់បរៀនយ៉ាងខ្លាំងភ័យដែរគាត់បរៀនយើងភ័យប៉ុន្តែទោះជាយ៉ាងណាក៏ល្អដែរគឺល្អខ្លាំងមែនតើដែលបានគិតពីនិយាយការដែលរៀនជាមួយពួកគាត់ការទី11ក៏ដូចជាមានទី12ក៏មានរៀនដូចជាកុំព្យូទ័រដែរគឺទទួលបានចំណេះដឹងច្រើនបាទមិនខុសពីគ្រូចាស់ប្រហែលទេហើយក៏មានបើសិនជាយើងនិយាយទៅគឺបន្តិចតួចទេដែលមិនល្អប៉ុន្តែគឺមានការល្អច្រើនបាទជាចុងក្រោយខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូក៏ដូចជាគណៈគ្រប់គ្រងនិងសិស្សសានុសិស្សទាំងអស់មានសុខភាពល្អទៅណាមកណាជួបតែរីកចម្រើនទៅណាមានគេស្រឡាញ់ចូលចិត្តច្រើននិងជោគជ័យគ្រប់ការងារនិងភារកិច្ចសូមឲ្យមានពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីទីធានបាទសូមអរគុណ